ការប្រើប្រាស់ជីផ្សេងហើយនឹងថ្នាំសត្វល្អិតផ្សេងនឹងប៉ះពាល់ខ្ញុំផ្ទាល់ខ្ញុំថ្នាំស្រោចថ្នាំអីគឺខ្ញុំប្រើផ្ទាល់ខ្លួនឯងប៉ុន្តែខ្ញុំដឹងថាមួយរយៈចុងក្រោយសុខភាពខ្ញុំធ្លាក់ទ្រុឌទ្រោមច្រើនខ្លាំងចង់ថាកម្រិតជាតិពុលនៅតិចប៉ុន្តែគឺសួតនឹងគឺប៉ះពាល់ខ្លាំងអញ្ចឹងគាត់លែងឲ្យខ្ញុំប្រើប្រាស់ថ្នាំជាតិពុលទៀតគឺខ្ញុំចាប់ផ្ដើមជួលគេអញ្ចឹងធ្វើឲ្យអស់ការចំណាយមួយកម្រិតថែមទៀតខ្ញុំបាទឈ្មោះសពៅរស់នៅភូមិឆ្លង2ឃុំកំពាន់ស្រុកមេមត់ខេត្តត្បូងឃ្មុំខ្ញុំបើនិយាយពីចការដំណាំខ្ញុំមានច្រើនមុខមានតាំងពីសាវម៉ាវមានតាំងពីដូងមានតាំងពីស្វាយចន្ទីប៉ុន្តែដែលច្រើននោះគឺមានតារ៉េនហើយនិងម្រេចពាក់ព័ន្ធជាមួយនឹងដំណាំម្រេចខ្ញុំមានផលប៉ះពាល់ច្រើនបញ្ហាទី1គឺជំងឺរលួយឫសទី2គឺជំងឺស្លឹករយដែលមានសត្វដួងស៊ីដើមមួយទៀតគឺជំងឺសត្វល្អិតចៃសឬក៏ទ្រីបនេះវាវាយប្រហារនៅពេលដែលក្តឹបឬក៏ពេលរៀបចេញផ្កានេះគឺវាមានបញ្ហាវាយលុកខ្លាំងបណ្ដាលធ្វើឲ្យម្រេចមួយចំនួនវាអន់ថយបើនិយាយពីបញ្ហាជំងឺរលួយឫសនោះគឺវាអាចពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ជីដែរកាលពីមុនឡើយគឺខ្ញុំប្រើប្រាស់ទៅលើអាចគោហើយអាចគោទៀតសោតវាមិនទាន់អាចកាច់ទៅជាកំប៉ុស្តអញ្ចឹងនៅពេលដែលខ្ញុំដាក់ទៅធ្វើឲ្យរលួយឫសអញ្ចឹងឥឡូវនេះគឺខ្ញុំឈប់ប្រើអាចគោទៀតហើយពីព្រោះវាធ្វើឲ្យខូចទៅដល់ម្រេចរបស់ខ្ញុំបាទដូចខ្ញុំបញ្ជាក់ពីមុនអញ្ចឹងគឺអាចគោវានៅពេលដែលប្រើអាចគោខ្លះវាទុកយូរអាចថាកាច់ទៅជាកំប៉ុស្តយើងអាចប្រើទៅល្អប៉ុន្តែអាចគោដែលខ្ញុំបានប្រើមករយៈមុននេះវាអត់តកាច់ទៅជាកំប៉ុស្តល្អដល់ពេលខ្ញុំដាក់ទៅវាប៉ះពាល់ដល់ឫសតារ៉េនឫសម្រេចអញ្ចឹងធ្វើឲ្យរលួយឫសខ្ញុំមានផលប៉ះពាល់ផ្លូវចិត្តខ្លួនឯងផ្ទាល់ក៏គ្រួសារស្ដីបន្ទោសទៅលើការថែទាំនេះព្រោះការថែទាំគាត់ស្ដីបន្ទោសឲ្យខ្ញុំថាថែអត់ល្អថែទៅមានតែងាប់បន្តទៀតស្លឹកក៏រោយម្រេចក៏ងាប់តែខ្ញុំនៅតែបដិញ្ញាចិត្តខិតខំប្រឹងជាយាមរកវិធីសាស្ត្រផ្សេងហើយនឹងការបដូរផ្លាស់ជីផ្សេងទៀតដើម្បីកែម្រេចខ្ញុំពីអន់ឲ្យទៅជាល្អវិញប៉ះពាល់ខ្លាំងណាស់ណាគ្រូចំពោះបញ្ហាការប្រើប្រាស់ជីផ្សេងហើយនឹងថ្នាំសត្វល្អិតផ្សេងហ្នឹងប៉ះពាល់ខ្ញុំផ្ទាល់ខ្ញុំរហូតដល់មានថ្នាំចាក់គល់ប្របែកឫសថ្នាំបាញ់លើស្លឹកថ្នាំស្រោចថ្នាំអីគឺខ្ញុំប្រើផ្ទាល់ខ្លួនឯងប៉ុន្តែខ្ញុំដឹងថាមួយរយៈចុងក្រោយសុខភាពខ្ញុំធ្លាក់ទ្រុឌទ្រោមច្រើនខ្លាំងចង់ថាកម្រិតជាតិពុលនៅតិចប៉ុន្តែគឺសួតនោះគឺប៉ះពាល់ខ្លាំងអញ្ចឹងគាត់លែងឲ្យខ្ញុំប្រើប្រាស់ថ្នាំជាតិពុលទៀតគឺខ្ញុំចាប់ផ្ដើមជួលគេអញ្ចឹងធ្វើឲ្យអស់ការចំណាយមួយកម្រិតថែមទៀតសម្ពាធទាំងផ្លូវចិត្តខ្លួនឯងសម្ពាធទាំងគ្រួសារទៀតខ្ញុំស្គាល់ក្រុមហ៊ុន N ច្បុះនេះតាមលោកគ្រូធាគាត់បានណែនាំគាត់ទៅឃើញចំការអាមេរិកខ្ញុំមានសភាពក្រហមអន់ហើយគាត់បានណែនាំឲ្យខ្ញុំប្រើគឺ GAB Power Boost នេះខ្ញុំប្រើខ្លួនឯងជាក់ស្ដែងគឺឃើញថាល្អពិតខ្ញុំពីដំបូងឡើយក៏ខ្ញុំអត់ទាន់ជឿដែរខ្ញុំរៀងតាក់ទើទេតតែលោកគ្រូគាត់បានណែនាំហើយឲ្យខ្ញុំសាកល្បងប្រើគាត់ថាយក100 មីលីលីត្រនេះ100 ml នេះយកទៅប្រើសិនទៅបើប្រើឲ្យឃើញគុណភាពចាំប្រើហើយបើប្រើទៅមិនមានគុណភាពកុំប្រើប៉ុន្តែក្រោយពីខ្ញុំបានធ្វើការសាកល្បងហើយឃើញថាដំណាំខ្ញុំបាញ់ទៅគឺរីកលូតលាស់ល្អជាពិសេសហ្នឹងគឺម្រេចហ្នឹងហ្មងម្រេចគឺខ្ញុំទៅសាកលើកដំបូងនៅក្នុងខែ11ឆ្នាំនេះគឺសាកលបងបាញ់ចំនួន20ចលុងហើយ20ចលុងនេះគឺប្រែទៅជាគ្រាប់រីកធំខុសពីធម្មតាឡើងប៉ុនគ្រាប់ម្លេទិន្នផលក៏កើនក្នុង20ចលុងដែលខ្ញុំសាកលបងហ្នឹងឃើញថាផ្លែផ្កាច្រើនហើយទម្ងន់ធ្ងន់ហើយឆាប់ដល់មុនគេទៀតហ្នឹងលក្ខណៈពិសេសរបស់ជីខ្ញុំឃើញទៅហ្នឹងឆ្ងល់បើនិយាយពីអ្នកក្នុងភូមិខ្ញុំគេឆ្ងល់គ្រប់គ្នាគេថាម្រេចគេក្បែរហ្នឹងគេក្រហមមកហើយហេតុអីបានម្រេចចំការហ្នឹងមួយនៅតែខៀវខុសគេហើយបានទិន្នផលនៅតែច្រើនជាងគេទៀតអត់មានស្ពាតទេចង់និយាយថាចង់តិចមែនតើអាគ្រាប់ទូចហ្នឹងតិចមែនតើរហូតដល់អ្នកទិញហ្នឹងគាត់សុំតែមកឲ្យតែមកទិញហ្នឹងគាត់ចង់តែឲ្យខ្ញុំទិញថាលក្ខណៈលក់អួគាត់ដូចថាទាំងទៅគាត់ចំណេញច្រើនពីព្រោះម្រេចហ្នឹងតែគ្រាប់ធំច្រើនវាចង់តិចទេការប្រើដូចអត់ពិបាកទេខ្ញុំនេះគឺ GAB Power Boost នេះគឺការប្រើក្នុងមួយធុងសាំងបើខៀងបាញ់លើកទី1ប្រើជីនេះចំនួន1លីត្រអញ្ចឹងក្នុងទឹក220លីត្របើសិនជាចាប់ពីលើកទី2ទី3ទៅយើងប្រើតែកន្លះលីត្រទេក្នុងទឹក220លីត្រនេះហើយវាមានសារធាតុ Biostimulant ដែលជួយរក្សាអាកាសធាតុពីខាងក្រៅដែលមិនធ្វើឲ្យវាមានជំងឺផ្សេងបើយើងលាយជាមួយថ្នាំសត្វល្អិតទៀតរឹតតែធ្វើឲ្យវាមានប្រសិទ្ធភាពខ្លាំង
ក្រោយពីយើងបាញ់រយៈពេលបានមួយសប្តាហ៍យើងឃើញទិន្នផលឃើញគឺប្រែប្រួលយើងនឹងឃើញជាក់ស្ដែងហ្មងប្រែប្រួលថាម្រេចយើងធ្លាប់តែអន់ធ្លាប់តែលឿងយើងរយៈពេលមួយសប្តាហ៍ក្រោយដែលក្រោយពីយើងបាញ់ឃើញថាវាប្រែពណ៌ហើយយើងបាញ់ចាប់ពីលើកទី2ទី3ទៅគឺម្រេចយើងឡើងខៀវហើយអត់មានដូចថាអុចស្លឹកអត់មានដូចថាស្លឹកនៅក្រហមអីទៀតទេគឺឡើងលាស់ខ្ចីល្អហ្មងពាក់ព័ន្ធជាមួយការចំណាយគឺយើងប្រើតិចកាលពីមុនខ្ញុំធ្លាប់ប្រើថ្នាំផ្សេងតែខ្ញុំមិនសុំបញ្ចេញឈ្មោះទេគឺក្នុងការចំណាយខ្ញុំបាញ់មួយចំការខ្ញុំម្ដងចំណាយលុយពី 15,000 ទៅ 20,000 រៀលប៉ុន្តែខ្ញុំបដូរមកប្រើ AB Power Boost នេះខ្ញុំចំណាយអស់តែ 45,000 រៀលទេក្នុងមួយចំការរបស់ខ្ញុំអញ្ចឹងឃើញថាការចំណាយហ្នឹងគឺវាតិចហើយនៅពេលដែលយើងលាយជាមួយថ្នាំសត្វល្អិតទៀតបង្កើនប្រសិទ្ធភាពថ្នាំអញ្ចឹងការប្រើប្រាស់ថ្នាំសត្វល្អិតហ្នឹងគឺបន្ថយភាគរយទៀតវាធ្វើឲ្យបង្កើនប្រសិទ្ធភាពមែនតើអញ្ចឹងជាពិសេសលើប្រភេទចៃសហើយនឹងទ្រីបហ្នឹងអត់មានហ្មងបាញ់ពីមួយលើកទៅមួយលើកគឺគាត់បន្ថយកាត់បន្ថយបន្តិចម្ដងសឹងថាដល់វគ្គយើងជុំបាញ់ទៀតរើតែចៃសហើយនឹងសត្វល្អិតគឺលែងមានតែម្ដងបានគឺការពីមុនខ្ញុំធ្លាប់ប្រើថ្នាំផ្សេងហ្នឹងគឺថារយៈពេល20ថ្ងៃខ្ញុំបាញ់ម្ដងអញ្ចឹងអត់ទាន់ដល់ថ្ងៃបាញ់វគ្គទេដល់វគ្គ20ថ្ងៃធ្វើបាញ់ទៀតទេគឺមានពពួកចៃសហើយនឹងសត្វល្អិតសត្វទ្រីបនេះគឺមកទុំនៅលើផ្លែម្រេចលើតងលើផ្កាហ្នឹងហើយប៉ុន្តែក្រោយពីខ្ញុំប្រើ AB Power Boost នេះមកគឺឃើញថាពពួកសត្វអស់នេះគឺកាត់បន្ថយអស់អាលីងសឹងតែលែងមានអញ្ចឹងធ្វើឲ្យកាត់បន្ថយការថ្លៃចំណាយខ្ញុំថែមមួយកម្រិតទៀតការប៉ះពាល់សុខភាពគឺ AB Power Boost នេះគឺมันមានផលប៉ះពាល់ទេគឺតាមរយៈស្តង់ដារមានអារម្មណ៍ថាសប្បាយចិត្តណាខ្ញុំសូមអរគុណដល់ក្រុមហ៊ុន AB Power Boost នេះបានដំណាំផ្លែផ្ការបស់ខ្ញុំនេះវាស្រស់ស្អាតហើយក៏អរគុណដល់លោកគ្រូមេវិទ្យាដែលបានណែនាំឲ្យខ្ញុំប្រើនេះគឺខ្ញុំសប្បាយចិត្តមែនតើហត់អ្នកគ្រូរឿងចការនេះហត់ណាស់តលតែទ្រាំតលតែខំតលតែលំបាកណាស់បានផលបានតែខ្ញុំបន្តការធ្វើទៀតនេះព្រោះខ្ញុំស្រឡាញ់កសិកម្មចង់ឲ្យបានផលចំការនេះទៅដល់បងប្អូនប្រជាកសិករយើងនៅក្នុងប្រទេសកម្ពុជាយើងឲ្យបានទទួលផលគឺថាកសិកម្មពិតមិនទទួលផលពីចំការគេស្រុកក្រៅមកដែលមានផលគីមីប៉ះពាល់ច្រើន AB Power Boost ចំណាយតិចចំណេញច្រើនបង្កើនទិន្នផល